សូមស្វាគមន៍មកកាន់ខេត្តសៀមរាបបាទថ្ងៃនេះខ្ញុំបានធ្វើការណែនាំវិឡាថ្មីមួយកន្លែងដែលមានឈ្មោះថាវិសាវិឡាបាទវិឡាយើងខ្ញុំមានទីតាំងនៅក្នុងភូមិវិហារច័ន្ទសង្កាត់ស្វាយរង្គង់ក្រុងសៀមរាបតែម្ដងបាទហើយមានចម្ងាយប្រហែលជា1គីឡូម៉ែត្រពីផាប់ទីបផ្សាររតែអង្គរក៏ដូចជាផ្សារចាស់បាទវិឡាយើងខ្ញុំមានលក្ខណៈសាងសង់ឡើងដោយបែបខ្មែរទំនើបបាទបំពាក់ដោយសម្ភារៈដែលមានគុណភាពល្អបាទហើយមានអាងទឹកមួយដ៏ធំទូលាយបាទយើងមាននេះផ្នែកខាងក្រោមបាទនេះគឺជាផ្នែកខាងក្រោមនៃវិឡាបាទខាងក្រោមគឺវ៉ាវបាទពេលយើងចូលមកបានមានលក្ខណៈបាទធំទូលាយតែម្ដងបាទស្ពេសខាងក្រោមបាទយើងអាច convert ជាលក្ខណៈជា living room បាទហើយបន្ទប់ទី1គឺខ្ញុំធ្វើការណែនាំបន្ទប់ទី1មានឈ្មោះថាបន្ទប់អង្គរវត្តបាទអញ្ចឹងយើងអង្គរ suite room បាទយើងបើកមកបាទបន្ទប់នេះគឺមានក្រេមួយធំបាទ king size bed មួយហើយយើងមានតុធ្វើការបាទហើយនៅខាងស្ដាំដៃយើងនេះគឺយើងមានបន្ទប់ទឹកបាទយើងបន្ទប់ទឹកយើងបង្គន់កន្លែងងុយទឹកគឺបែងចែកពីគ្នាដាច់បាទនេះគឺកន្លែងងុយទឹកបាទ shower ហើយ toilet set នៅខាងនេះបាទយើងបែងចែកដាច់ពីគ្នាយើងមានទូដាក់ខោអាវបាទយើងមានតុធ្វើការហើយខាងក្រៅនេះបាទយើងមានទ្វារមួយបាទជា pool access បាទគាត់តែបើកទ្វារមកយើងគឺអាចលោតទឹកប្រងតែម្ដងបាទហើយបន្ទប់ទី2បាទនៅក្នុងក្រោមអគារតែមួយជាមួយគ្នាដែរគឺមានបន្ទប់គឺមានឈ្មោះថា Beyond Room បាទបន្ទប់នេះគឺមានក្រេមួយធំទូលាយដែរបាទ king size bed ដូចគ្នា one king size bed ដូចគ្នាបាទហើយនៅខាងស្ដាំដៃយើងនេះគឺជាបន្ទប់ទឹកបាទគឺលក្ខណៈ set up មិនសូវខុសគ្នាប្រហែលទេពីបន្ទប់អង្គរវត្តបាទគឺយើងការ set up amenity មួយចំនួនគឺមិនចាញ់លំដាប់ 5 star ទេបាទគឺយើងឃើញតែក្នុងវីដេអូហ្នឹងបាទខាងនេះគឺយើងមានតុធ្វើការមួយបាទតុធ្វើការហើយនៅលើគឺយើងមាន set up ដូចមានផ្លែឈើបាទយើងមានទឹកបាទខាងក្រៅនេះយើងមានទ្វារដែលមាន access ទៅ garden បាទយើងបើកមកយើងអាចអង្គុយលេងនៅខាងក្រៅហើយយើងងាកមកខាងឆ្វេងដៃគឺយើងដល់អាងទឹកតែម្ដងបាទនេះគឺផ្នែកអគារផ្នែកខាងលើបាទផ្នែកខាងលើយើងត្រូវការធ្វើការឡើងដោយជណ្ដើរជើងបាទដោយសារមានតែ2ជាន់យើងអាចប្រើប្រាស់ជណ្ដើរយន្តទេបាទយើងធ្វើការឡើងដោយថ្មើរជើងបាទតាមជណ្ដើរជើងបាទហើយផ្នែកខាងលើយើងមាន2បន្ទប់ដែរបាទពីបន្ទប់គេធំៗដូចគ្នាបាទនេះគឺ living room របស់យើងបាទនេះខាងក្រៅគឺយើងមានទ្វារ access ទៅក្រៅបាទយើងបើកមកយើងអាចមើលឃើញ view ពី balcony របស់យើងបាទមានអាងទឹក view restaurant បាទហើយខាងក្រៅយើងអាចអង្គុយញ៉ាំអីបានមើលថ្ងៃលិចក៏បានដែរបាទហើយបន្ទប់ទី1នៅផ្នែកខាងលើគឺមានឈ្មោះថាបន្ទប់តាព្រំបាទតាព្រំនេះគឺជាបន្ទប់ twin room បាទមានលក្ខណៈក្រេ2ធំបាទហើយ twin bed របស់វិឡាយើងខ្ញុំគឺ1.8 ម៉ែត្រគុណនឹង2ម៉ែត្របាទយើងគឺប្រើ original king size ហ្នឹងទាំងពីរធ្វើ twin bed តែម្ដងបាទហើយនិយាយពីបន្ទប់ទឹកវិញបាទគឺចូលមកគឺវ៉ាវតែម្ដងបាទគ្រប់គ្នាដែលមកគេគឺគាត់វ៉ាវនៅបន្ទប់ទឹកតែម្ដងដោយសារអីគឺវាធំតែម្ដងបាទវាធំទូលាយតែម្ដងសាយវិញគឺសឹងតែស្មើបន្ទប់គេមួយនៅតែផ្សេងតែម្ដងបាទគឺយើងឃើញនៅក្នុងរូបភាពអញ្ចឹងបាទកន្លែងងុយទឹកបាទ shower stand គឺយើង separate បាទយើងចេញដាច់ពីគ្នាបាទហើយនិយាយពីរបស់បោកទឹកគឺយើងប្រើ separate ដែរបាទគឺខាង body spa បាទតាក់ទងទៅនឹងសាប៊ូបាទតាក់ទងទៅនឹង shower gel តាក់ទងទៅនឹងshampoo អីចឹងណាកក់សក់បាទនេះនៅខាងផ្នែកអាគារហើយបន្ទប់ទី2យើងនេះមានឈ្មោះថាបន្ទប់បន្ទាយស្រីបាទនេះបន្ទប់បន្ទាយស្រីគឺយើងមានក្រេធំមួយដែរបាទនិយាយបន្ទប់ទឹកគឺសាយដូចគ្នាបាទខាងលើគឺបន្ទប់ទឹកធំស្អាតមែនទែនបាទជាមួយណាក៏រសើរដែរបន្ទប់ទឹកខាងវិឡារបស់ខ្ញុំបាទគឺធំមែនទែនបាទនេះគឺបន្ទប់ទឹកនៅក្នុងបន្ទប់បន្ទាយស្រីបាទខាងនេះគឺយើងមានតុធ្វើការបាទយើងមានបង្អួច2ហើយយើងបើកមកយើងអាចមើល pool view